បាទជំរាបសួរបងប្អូនប្រិយមិត្តថ្ងៃនេះអូនចង់សួរពីអីចង់សួរថាគុណឪពុកមានប៉ុន្មាននិងគុណម្ដាយមានប៉ុន្មានគុណឪពុកគុណម្ដាយបើក្នុងធម៌របស់ផងព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងមកថាគុណឪពុកមាន12បាទគុណម្ដាយមាន21បាទអញ្ចឹងលេខហ្នឹងគ្រាន់ត្រឡប់គ្នាទេប៉ុន្តែយើងនិយាយអំពីគុណវិញជាអនន្តគុណជាអនេកបការគុណអនន្តគុណហ្នឹងគុណច្រើនរាប់មិនអស់ណាបាទគុណឪពុកគុណម្ដាយហ្នឹងគឺគុណច្រើនជាអនេកបការរាប់មិនអស់យកលោកអ្នកប្រាជ្ញប្រៀបឧបមាចេះឧបមាយកទឹកដប់មហាសមុទ្រហ្នឹងយកមកធ្វើជាទឹកលក្ខបាទហើយយកដងភ្នំព្រះសមេរុរាជហ្នឹងយកមកធ្វើដងប្រការដើម្បីសរសេររៀបរាប់អំពីគុណឪពុកនិងគុណម្ដាយហ្នឹងធ្វើយ៉ាងណាឲ្យរៀបរាប់ឲ្យអស់ទឹកដប់មហាសមុទ្រឲ្យដុចភ្នំព្រះសមេរុរាជហ្នឹងណាសេរីរៀបរាប់ពីគុណឪពុកគុណម្ដាយគឺសរសេរមិនអស់ឡើយចឹងទេគុណឪពុកគុណម្ដាយនឹងច្រើនជាអនេកប្រការយល់ទេអូនបាទយល់បងយល់ហ្នឹងចឹងទេយើងពិចារណាអំពីគុណនៅប្រការគុណគុណរបស់ឪពុកម្ដាយហ្នឹងគឺច្រើនជាអនេកហ្នឹងបាទចឹងទេគ្រាន់តែដឹងថាកូនមកចាប់អរិសន្ធិនៅក្នុងផ្ទៃមេដាហ្នឹងគឺជាម្ដាយហ្នឹងគឺគាត់មានការអាណិតអាសូរកណ្ដាមានការមានព្រមហេតុធម៌នៅក្នុងចិត្តកូនហ្នឹងមិនមែនចាំបាច់តែកូនកើតមកឃើញភ្នែកឃើញច្រមុះឃើញវិជាឃើញរូបឃើញរាងបានលោកមានមេត្តាធម៌ទេបាទអញ្ចឹងគុណធម៌របស់មេត្តាគាត់ចាប់បដិសន្ធិនៅក្នុងផ្ទៃមកមានក្តីមេត្តាអាណិតអាសូរអមតាមចាស់ប្រាប់ថាកុំអោយលោតរំលងវះកុំអោយហូបអាហារហិលជូរចត់ល្វីខ្លាំងឲ្យជៀនជើងដើរឆ្ងាយវែងខ្លាចវារបូតវាលូតអីចឹងបាទអញ្ចឹងទេគាត់មានមេត្តាធម៌ណាចំពោះម្ដាយហើយការងារធ្ងន់ទុកឲ្យឪពុកធ្វើទាំងអស់ណាហ្នឹងហើយការងារក្រៅផ្ទះធ្ងន់កាប់អស់លីសែងអីគឺទុកឲ្យឪពុកជួស្រែការងារធ្ងន់អីអញ្ចឹងទេយើងពិចារណាថាគុណណាគ្រាន់តែគេចែកជាគុណធាតុទេហើយគុណ12ហើយនិងគុណ21ណាថាឪពុកមិនបានឪពុកជាអ្នកមានគុណខ្លាំងហ្នឹងមិនបានឲ្យតែ12ហើយម្ដាយក៏មានគុណខ្លាំងដែរមិនបានឲ្យ21អាហ្នឹងជាគុណធាតុទេធាតុហ្នឹងអីខ្លះមានធាតុភ្លើងទឹកដីភ្លើងខ្យល់ហ្នឹងណាទាំង4ហ្នឹងមើលទឹកដីភ្លើងខ្យល់អញ្ចឹងជាគុណធាតុដូចថាឪពុកឲ្យខាងឆ្អឹងហ្នឹងហើយខាងឆ្អឹងហ្នឹងអារឹងហ្នឹងធាតុដីណាធាតុដីហ្នឹងហើយហើយធាតុទឹកយើងមានអីនៅក្នុងខ្លួនហ្នឹងសាច់យើងទន់ឈាមអីហ្នឹងទឹកដីភ្លើងខ្យល់គេគុណធាតុទេធាតុទាំង4ហ្នឹងប៉ុន្តែបើនិយាយពីគុណគឺអានន្តគុណអនេកបការគុណដែលយើងរៀបរាប់មិនអស់គុណច្រើនអាណែកគុណច្រើនបាទហើយអូនឯងយល់ទេពីទឹកចិត្តហ្នឹងចឹងបានខ្ញុំសូមពុកខ្ញុំប៉ាខ្ញុំនៅដែលគាត់នៅពងចាមសូមគាត់ពងតែមានជំងឺសូមឲ្យគាត់ជាសះស្បើបាទផុតពីជំងឺនឹងទៅជំងឺគាត់ច្រើនណាស់ហត់ចឹងសួតគាត់ជក់បរិយពីក្មេងណាជក់បរិយចឹងបរិយធ្វើឲ្យខូចសួតហើយម្ដាយខ្ញុំរោគបេះដូងអូបាទបេះដូងគាត់នៅមួយខ្ញុំទេប៉ុន្តែឥឡូវគាត់ទៅនៅពោ5000ហើយចឹងអូឡើងពិសិដ្ឋចាំបានមានលោកទាំងពីរនេះបានមានរូបខ្ញុំមកចឹងហ្នឹងចឹងអូនឯងមានចិត្តមេត្តាធម៌ដឹងគុណចំពោះអ្នកដែលមានគុណហើយអូនឯងបានធ្វើតបជារៀងរហូតបងមើលតាមវីដេអូណែផុសទៅថ្វាយបង្គំអ្នកមានគុណហើយមានអំណោយចែកជូនគាត់គ្រូអ្នកមានគុណយើងធ្វើតិចហ្នឹងគេហៅថាយើងធ្វើតបទោះបីជាថាសងគុណគាត់មិនរួចយ៉ាងណាក៏ដោយក៏យើងចេះតែធ្វើបន់តាន់ខែភ្លឺកុំចាំគាត់ឈឺស្លាប់មរណាហើយបាននាំបងប្អូនទៅវេដាហ្នឹងមិនសូវល្អទេខ្ញុំបើមានពេលខ្ញុំនឹងទៅកំពង់ចាមទៅដល់ផ្ទះប៉ាខ្ញុំម្ដងទៀត
ព្រោះអីបាទតាំងពីម៉ាក់គាត់នឹងម៉ែខ្ញុំគាត់បែកផ្លូវគ្នាមកគឺយើងតាមម្ដាយរហូតអញ្ចឹងណាបាទតាំងពីខ្ញុំអត់តាន់ដឹងក្តីណា ហ្នឹងខ្លួនឯងគិតអញ្ចឹងល្អព្រោះឪពុកជាអ្នកឲ្យកំណើតយើងទោះបីជាបែកគ្នាក៏យើងនៅគិតថាគាត់ជាឪពុករបស់យើង បាទ ហ្នឹងកុំគិតហ្នឹងអ្នកខ្លះគេថាហេមិនបានជួយចិញ្ចឹមអញផងអញមិនទៅដឹងគុណអីក៏អាហ្នឹងខុសហើយ ខុសបាទ ហ្នឹងហើយយើងត្រូវគិតអំពីគុណធាតុគុណធម៌ហ្នឹងណា បាទ ឲ្យច្បាស់លាស់ហ្នឹងហើយល្អណាស់ បាទ 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 អរគុណ អ ជំ រ រាប គុណ លា ជំរាបលាបងប្អូន